គេសួរខ្ញុំថាបាយខ្ញុំចេះចិនខ្លាំងណាស់មើលទៅបានហ៊ានមកដល់លេងប្រទេសចិនខ្លួនឯងអញ្ចឹងហើយខ្ញុំឆ្លើយទៅភ្លាមៗថាមានអីបាក់គ្រាន់តែពាក្យថានីហៅហើយនឹងសៀសពីម៉ាត់ចេះពីម៉ាត់ហ្នឹងមកលេងចិនបានទេលេងនេះចម្លើយនោះគឺមកចេះចិនក៏បានដែរគ្រាន់តែយើងត្រូវធៀមខ្លួនច្រើនតិចមកលេងប្រទេសចិនហ្នឹងការដើរលេងប្រទេសចិនណាគឺរៀងស្មុគស្មាញជាងការដើរលេងប្រទេសផ្សេងៗដូចជាវៀតណាមឬក៏ម៉ាឡេស៊ីអីដោយសារតែវៀតណាមឬម៉ាឡេស៊ីអីកម្មវិធីទូរស័ព្ទមួយចំនួនយើងប្រើបានធម្មតាពេលខ្លះក៏អាចប្រើអង់គ្លេសបានដែរក៏ប៉ុន្តែបើមកលេងប្រទេសចិនណាពិបាកហៅអ្នកចេះនិយាយភាសាអង់គ្លេសដូចហៅមកចុះបាត់សមុទ្រអញ្ចឹងតែតើមួយកម្មវិធីទូរស័ព្ទមួយចំនួនដូចជា Facebook IG អីយើងអាចប្រើបានក៏ប៉ុន្តែតើតែប្រើ SIM បោកផ្សេងពីខ្មែរតែតើជាមួយនឹង Google Map Google Translate អីហ្នឹងគឺប្រើបានទេគឺ ban ទាំងអស់ហើយ ChatGPT ក៏ ban ដែរហើយ TikTok ក៏ ban ដែរបើគេ ban សឹងអស់អញ្ចឹងត្រូវធ្វើមកយើងមានអីពិបាកយើងប្រើកម្មវិធីរបស់គេទៅហើយកម្មវិធីដែលអាចជំនួស Google Translate បានគឺកម្មវិធីឈ្មោះថា DeepL នៅប្រទេសចិនអាចប្រើបកប្រែភាសាអង់គ្លេសទៅចិនស្រួលសម្រាប់អ្នកដែលចេះចិនហើយកម្មវិធីទី2នោះគឺ Alipay ឬក៏ WeChat នៅចិនគេអាចចាយក្រដាសប្រាក់មកនេះអញ្ចឹងយើងត្រូវមាន Alipay ឬក៏ WeChat ដែលយើងទៅឡើងពីខ្មែរមកឲ្យមកហើយដាក់លុយពីខ្មែរក៏ឲ្យហើយមកដែរបើដល់ចិនចាយវឹបតែម្ដងស្រួលការកំងម្ហូបឬក៏កំងមាសទីអីគឺកំងតាម Alipay ឬក៏ WeChat អញ្ចឹងបើយើងកាន់ក្រដាសប្រាក់មកពេលខ្លះពិបាកកំងហើយបន្តមកទៀតនោះគឺបើ Google Translate ប្រើបានផង Google Map ក៏ប្រើបានដែរយើងត្រូវប្រើកម្មវិធីឈ្មោះថា A-Map ជំនួសមកវិញកម្មវិធីហ្នឹងគឺជាកម្មវិធីរបស់ចិនហ្មងហើយយើងអាច search រកទីតាំងឬក៏កន្លែងដែលយើងចង់ទៅបានងាយស្រួលហើយបន្តមកទៀតគឺកម្មវិធីដុល្លារជំនួសឲ្យកម្មវិធី ChatGPT នៅចិនគឺអត់បានទេអញ្ចឹងត្រូវប្រើដុល្លារជាកម្មវិធី AI របស់ចិន search ងាយស្រួលហើយពេលខ្លះច្បាស់ជាង ChatGPT ទៀតអូផ្លេចរបស់សំខាន់មួយដែលអាចផ្លេចបានគឺ Visa សម្រាប់នៅប្រុសគឺស្រួលទេសម្រាប់នៅស្រីវិញបើសិនជាខកអាយុ30ឆ្នាំហើយនៅលាវក៏ត្រូវបង្កលុយដាច់ខាតតែម្ដងហើយបើតាក់ទងជាមួយនឹងការធ្វើដំណើរតាក់ស៊ីវិញគឺប្រើកម្មវិធីឈ្មោះថា DiDi ដែលមាននៅក្នុង Alipay ឬក៏ WeChat អញ្ចឹងអ្វីដែលសំខាន់បំផុតគឺ WeChat និង Alipay ត្រូវតែមានជាប់ខ្លួនដល់តែរៀងស្មុគស្មាញជាក្បាលត្រូវតែបើសិនថាដើរលេងតាមធួឬក៏ខ្លួនឯងខ្ញុំនៅតែជ្រើសរើសដើរលេងតាមខ្លួនឯងដោយសារតែបបសារបស់ខ្ញុំមកទៅចិនបាន3ដងហើយលើកទី1ទៅសៀងហៃលើកទី2ទៅហាពីងលើកទី3ទៅចឹងទូហើយឈុំឈិញហើយខ្ញុំចាប់ដល់លេងបែប local បែប chill relax អត់បញ្ញាតាមស្រួលចឹងតែទាំងអស់គ្នាគិតមិនដែរចង់ឲ្យលេងខ្លួនឯងឬក៏តាមធួអរគុណច្រើនបាយ